ក្មេងស្រីមហាវិទ្យាល័យបានយកកូនរបស់នាងមកអូនស្រីទៅសាលារៀនជារៀងរាល់ថ្ងៃនៅពេលដែលទីរោគសាមខ្លួនឯងនាងត្រូវតែផ្លាស់ប្ដូរខ្លួនឯងកន្ទប់នៅលើតុក្លិនមុតស្រួចបានធ្វើឲ្យមិត្តរួមថ្នាក់ទាំងអស់មានការងឿងឆ្ងល់ដូច្នេះពួកគេបានចោទប្រកាន់នាងថាគ្មានសុជីវធម៌និងចាត់ទុកថ្នាក់រៀនដូចជានាងផ្ទះពួកគេមិនដែលដឹងថានាងគួរតែមានបានចូលរៀននៅសាកលវិទ្យាល័យកំពូលរយៈពេល2ខែមុននេះប៉ុន្តែឪពុកម្ដាយរបស់នាងនិងចាស់ជាងអូនស្រីបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃដដែលនោះដោយបន្សល់ទុកអូនស្រីទើបនឹងកើតតែម្នាក់គត់របស់នាងចាប់ពីពេលនោះមកការចិញ្ចឹមកូនតូចបានធ្លាក់ទាំងស្រុងកិត្តិយសក្នុងការគ្រប់គ្រងទីរោគនាងបានបោះបង់ចោលសាកលវិទ្យាល័យហើយបង្ហាញសាលាធម្មតាមួយក្បែរនោះកំពូលរបស់នាងអ្នករកពិន្ទុបានអនុញ្ញាតឲ្យនាងសិក្សាដោយឥតគិតថ្លៃសម្រាប់3ឆ្នាំជាមួយនឹងអាហារូបករណ៍បន្ទាប់ពីថានាងចាប់ផ្ដើមនាំប្អូនស្រីរបស់នាងទៅថ្នាក់រៀនដើម្បីជៀសវាងការរំខានដល់អ្នកដទៃនាងតែងតែឈរនៅមាត់ទ្វារកាន់ទីរោគពេលកំពុងស្ដាប់ជីវិនធ្វើការតូចតាចការងារក្រៅម៉ោងដើម្បីរកលុយទឹកដោះគោលីប៉ុន្តែទីរោគត្រូវការទឹកដោះគោរៀងរាល់ពី3ថ្ងៃម្ដងម៉ោងថៅកែគិតថានាងខ្ជះខ្ជាយម៉ោងធ្វើការដូច្នេះគាត់បានបង់ប្រាក់ឲ្យនាងសម្រាប់ខែនោះហើយលេងនាងទៅនាងដឹងថាជីវិតពិបាកណាស់ប៉ុន្តែនាងបានបន្តដើរទៅរកប្អូនស្រីរបស់នាងឆ្នាំបន្ទាប់នាងបានសិក្សាពេលកំពុងចិញ្ចឹមទីរោគ4ឆ្នាំក្រោយមកទីបំផុតនាងទទួលបានសញ្ញាបត្ររបស់នាងហើយទីរោគនោះមានធំឡើងការលំបាករបស់ពួកគេហាក់ដូចជាទីបំផុតចប់ហើយលោកគ្រូអ្នកគ្រូរបស់នាងក៏បានកត់សម្គាល់ឃើញនាងប្រែងដូច្នេះពួកគេបានប្រាប់នាងឲ្យសាកល្បងដាក់សម្រាប់កម្មវិធីគ្រប់គ្រងពីអ្នកមានបំផុតក្រុមគ្រួសារនាងគិតដល់ថ្ងៃល្អរបស់នាងនឹងមកប៉ុន្តែនៅថ្ងៃបន្ទាប់នាងត្រូវបានគេប្រាប់នាងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាបេក្ខជនក្រីក្រទេដោយសារតែការស៊ើបអង្កេតបានបង្ហាញថាឪពុកម្ដាយនិងបងប្អូនរបស់នាងនៅតែនៅរស់នាងមិនអាចយល់បានទេថាហេតុអ្វីបានជានាងឪពុកម្ដាយនិងកុហកនៅពេលនោះប្រធានបានមកពិនិត្យក្រុមហ៊ុនពួកគេបានបុកគ្នាដោយចៃដន្យផ្សេងទៀតប្រធានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងមើលទៅដូចជាប្រពន្ធដែលបានស្លាប់ជាយូរមកហើយនេះគាត់ចាប់ផ្ដើមសង្ស័យថានាងជាកូនស្រីរបស់គាត់ដែលបានបាត់ខ្លួនអស់រយៈពេល20ឆ្នាំដូច្នេះដូចជានាងកំពុងចាក់ចេញគាត់បានលួចយកមួយដោយសម្ងាត់សក់ពីនាងបន្ទាប់ពីថានាងបានមករកក្នុងការសម្ភាសគាត់បានប្រាប់ជំនួយការរូបនេះដើម្បីសួរនាងត្រូវរាយការណ៍នៅថ្ងៃបន្ទាប់មកគាត់ទាញសក់ខ្លួនឯងមួយហើយបានទាំងពីរបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើតេស្ត DNA ទន្ទឹមនឹងនេះក្មេងស្រីនោះបានដើរតាមអាសយដ្ឋានដល់ឲ្យដោយបុគ្គលិកហើយបានមកដល់ផ្ទះមួយនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញឪពុកម្ដាយរបស់នាងបងស្រីច្បងនៅរស់នៅក្នុងភាពប្រណីតនឹងញ៉ាំអាហារបានល្អពួកគេមានអារម្មណ៍ស្រួលជីវិតគ្មានអ្វីដូចជីវិតដ៏ជូរចត់ទាំង4របស់នាងទេលើនំប៉័ងចំហុយជាមួយប្អូនស្រីរបស់នាងនាងអាចធ្វើបានមិនយល់ថាហេតុអ្វីបានជាពួកគេធ្វើបែបនេះមិនយូរប៉ុន្មាននាងបានរៀបការសន្ទនារបស់ហើយបានរៀនការពិតពួកគេបានខ្លាញ់បន្លំបំណុលរបស់ពួកគេដើម្បីធ្វើឲ្យនាងបោះបង់ចោលកំពូលសាកលវិទ្យាល័យដូច្នេះកូនស្រីពិតរបស់ពួកគេអាចជំនួសនាងសូម្បីតែទីរោគទើបនឹងកើតក៏ប្រគល់ឲ្យនាងដោយចេតនាដោយអនុញ្ញាតឲ្យនាងចិញ្ចឹមកូនឲ្យពួកគេទីបំផុតពួកគេបានបង្ហាញថានាងមិនមែនជាជីវសាស្ត្ររបស់ពួកគេទេកូនលុះត្រាតែនាងយល់អ្វីទាំងអស់កំហឹងបានគ្រប់ដណ្ដប់នាងហើយនាងបានរត់ចូលតាមទ្វារពេលឃើញពួកគេត្រូវបានលាតត្រដាងពួកគេឈប់ធ្វើពុតពួកគេនិយាយដោយមិនខ្មាស់អៀនថាចិញ្ចឹមនាងឲ្យមានអាយុ18ឆ្នាំមាន70បរិសុទ្ធរួចទៅហើយនាងជំពាក់ឲ្យពួកគេត្រឡប់មកវិញបន្តិចក្មេងស្រីនោះខឹងយ៉ាងខ្លាំងបានសួរថាតើអនាគតរបស់នាងនៅក្នុងកូនកុមារភាពគួរតែជាបែបនោះត្រឡប់មកវិញកូនស្រីមានល្បិចកលបានព្យាយាមធ្វើសកម្មតែក្មេងស្រីបានតែកំភ្លៀងនាងរបស់នាងឪពុកបានព្យាយាមការពារគម្រោងការកូនស្រីប៉ុន្តែក្មេងស្រីនោះបានតែកំភ្លៀងគាត់ដែលនាងមិនបានលើកលែងម្ដាយទេទាំងពីរនាងបាននិយាយថាពួកគេបានជំពាក់នាងចំពោះរឿងទាំងអស់នេះហើយការដឹងគុណរយៈពេល18ឆ្នាំរបស់នាងឥឡូវនេះគឺសងវិញដោយបញ្ចប់ទំនាក់ទំនងស្នេហានាងបានជំរុញក្មេងស្រីតូចឆ្ពោះទៅរកគ្រួសារប៉ុន្តែបន្ទាប់ពី4ឆ្នាំជាមួយគ្នាទីរោគបានឃើញនាងដូចជាមនុស្សដែលជិតស្និទ្ធបំផុតនៅក្នុងលោកទោះបីជាក្មេងស្រីនោះស្ទើរតែមិនអាចទ្រាំទ្របាននាងមិនបានធ្វើដូចចង់ឲ្យកូនរងទុក្ខវេទនាជាក្មេងកំព្រាជាមួយនាងដូច្នេះនាងបានដាក់ដោយទឹកភ្នែកទីរោគចូលទៅក្នុងដៃពុកម្ដាយពិតរបស់នាងបន្ទាប់មកនាងបានដើរចេញទាំងទឹកភ្នែកនៅយប់នោះទីរោគបានធ្វើសកម្មភាពដោយចិត្តណាដើម្បីសងសឹកនាងប្អូនស្រីមិនយូរប៉ុន្មានផ្ទះនោះក៏ញ៉ៃញ៉ៃអស់ដើម្បីកម្ចាត់ក្មេងស្រីនោះម្ដងហើយម្ដងទៀតទាំងអស់ក្រុមគ្រួសារបានធ្វើផែនការមួយពួកគេបានសម្រេចចិត្តដើម្បីផ្ញើកូនស្រីពៅទៅក្មេងស្រីនោះនៅថ្ងៃបន្ទាប់បញ្ហាបានមកម្ដងទៀតនៅថ្ងៃបន្ទាប់ក្មេងស្រីនោះបានមកដល់អ្នកមានបំផុតក្រុមគ្រួសារចាប់ផ្ដើមធ្វើការកូនស្រីដ៏មានល្បិចកលក៏បានមកដាក់ពាក្យដែរដោយថាក្មេងស្រីនោះក៏ត្រូវបានជួលដែរកូនស្រីដែលមានល្បិចកលខឹងសម្បាយ៉ាងខ្លាំងនាងបានបដិសេធម្នាក់មកពីមហាវិទ្យាល័យខ្សោយអាចចូលរួមជាមួយក្រុមហ៊ុនកំពូលនៅក្នុងប្រទេសជាតិនាងថែមទាំងបានឲ្យប្រវត្តិរូបសង្ខេបរបស់ក្មេងស្រីនោះទៀតបំណែកការប្រយុទ្ធបានតាក់ទាញហ្វូងមនុស្សការស្ដាប់នាងត្រូវបានជួលឲ្យធ្វើការនៅមហាវិទ្យាល័យសហគមន៍សញ្ញាបត្រមនុស្សជាច្រើនបានចាប់ប្រកាន់នាងថាបានខ្លាញ់បន្លំឯកសាររបស់នាងជាសំណាងល្អអ្នកគ្រប់គ្រងបានមកឲ្យបញ្ជាក់ថានាងពិតជាបានឆ្លងកាត់ជាមួយសញ្ញាបត្រពិតរបស់នាងកូនស្រីដែលកំពុងតែស្ទីមនាងបានចាប់ប្រកាន់ក្មេងស្រីនោះជាសាធារណៈថាមានភាពរញ៉េរញ៉ៃដូចជានិយាយថាកូនស្រីរបស់នាងគឺសម្រាប់រួចហើយមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលដើម្បីបញ្ជាក់វានាងបានប្រាប់ឪពុកម្ដាយរបស់នាងឲ្យនាំប្អូនស្រីតូចរបស់ក្រុមហ៊ុនជាមួយគ្នានេះលោកប្រធានបានទទួលលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថាក្មេងស្រីនោះពិតជាកូនស្រីដែលគាត់បាត់ខ្លួនមែនដោយដឹងថានាងគាត់នៅក្រុមហ៊ុនគាត់មិនអាចរងចាំបានទេឃើញនាងប៉ុន្តែគាត់មិនដឹងថានាងជាកំពុងត្រូវបានឡោមព័ទ្ធនឹងវិប្រហាក្មេងស្រីនោះបានពន្យល់ថានាងមិនដែលមានកូនទេប្អូនស្រីតូចម្នាក់ដែលជាអ្នកបោកគក់ដោយគ្មានភស្តុតាងគ្មានអ្នកណាជឿនាងទេគ្រាន់តែបន្ទាប់មកឪពុកម្ដាយចិញ្ចឹមរបស់នាងបានមកដល់ជាមួយទីរោគពេលឃើញទីរោគក្មេងស្រីនោះបានប្រាប់មនុស្សគ្រប់គ្នាដែលនាងជាប្អូនស្រីរបស់នាងប៉ុន្តែឪពុកម្ដាយចិញ្ចឹមញឹមមុនពេលមកដល់ពួកគេបានសូកប៉ាន់ទីរោគនោះដោយនិយាយថាប្រសិនបើនាងឲ្យក្មេងស្រីនោះថាម៉ាក់នាងអាចទទួលបានអ្វីដែលនាងចង់បានពួកគេគិតថានាងនឹងគោរពតាមប៉ុន្តែនាងនៅតែបានឲ្យប្អូនស្រីរបស់នាងហ្វូងមនុស្សបានភ្ញាក់ផ្អើលបន្ទាប់មកឪពុកចិញ្ចឹមបានប្រើរបស់គាត់ថែមការបំរុងទុកដែលបង្ហាញរូបថតក្មេងស្រីនោះដឹកកូននៅមហាវិទ្យាល័យជាមួយរូបថតក្នុងទឹកភ្នែកខ្លាំងៗរបស់ពួកគេអ្នករាប់ជឿថាក្មេងស្រីនោះមានកូនហើយនាងថាជាមនុស្សអាម៉ាស់មិនស័ក្តិសមធ្វើការនៅទីនោះឪពុកចិញ្ចឹមបានតែកំភ្លៀងនាងដេកហើយប្រាប់នាងឲ្យលុតជង្គង់សុំទោសសិស្សបានបដិសេធល្បិចកលកូនស្រីខ្សឹបប្រាប់ថាប្រសិនបើនាងមិនធ្វើលុតជង្គង់ពួកគេនឹងយកទីរោគចេញការគិតដល់កូនដែលគាត់បានចិញ្ចឹមបីបាច់ថែរក្សាដោយខ្លួនឯងទីបំផុតនាងក៏លុតជង្គង់ទីរោគបានផ្ទុះឡើងយំសោកភ្លាមនោះអ្នកគ្រប់គ្រងបានការហៅទូរស័ព្ទពីប្រធានបារម្ភថាកូនស្រីរបស់គាត់អាចនឹងត្រូវបានគេធ្វើបាបចំពោះមហាវិទ្យាល័យសហគមន៍សញ្ញាបត្រហើយបានស្នើសុំឲ្យអ្នកគ្រប់គ្រងមើលថែនាងអ្នកគ្រប់គ្រងមានការរំភើបនឹងចង់បានដើម្បីផ្គប់ចិត្តកូនស្រីរបស់ប្រធានប៉ុន្តែគាត់ភ្លេចរឿងមួយថ្មីពីបុគ្គលិកបានចាប់ផ្ដើមថ្ងៃនេះដូច្នេះគាត់ខុសហើយសន្មតថាស្លៀកពាក់ល្អនិងមានល្បិចកលកូនស្រីគឺជាកូនរបស់ប្រធានគាត់បានសួរយ៉ាងរហ័សថាតើនាងជាប្រធានឬអត់កូនស្រីនាងបាននិយាយថាបាត់ចាស់ដោយគ្មានស្ទាក់ស្ទើរអ្នកគ្រប់គ្រងបានជឿនាងច្រើនជាងនេះទៅទៀតទៅកាន់ Curry Weaver គាត់បានបោះជំហានទៅមុខរបស់ក្មេងស្រីនោះហើយគាត់មិនដឹងថាក្មេងស្រីនោះទេគាត់កំពុងជឿចាប់ដែលជាអ្នកស្នងមរតកពិតប្រាកដទីរោគបានរួចខ្លួនហើយលុតជង្គង់អង្វរគាត់ឈប់នេះគ្រាន់តែ
ធ្វើឲ្យហ្វូងមនុស្សកាន់តែច្រើនជឿជាក់ថាពួកគេជាម្ដាយនិងកូនស្រីពួកគេមិនបានដឹងថាគ្រោះមហន្តរាយនឹងមកដល់ទេក្នុងរយៈពេល10នាទីក្មេងស្រីនោះនឹងធំឡើង4ឆ្នាំហើយបងប្អូនប្រុសស្រីសុទ្ធតែល្បីល្បាញនិងមានអំណាចបានទទួលការហៅទូរស័ព្ទពីឪពុករបស់ពួកគេគាត់បានប្រាប់ពួកគេប្អូនស្រីដែលបាត់ខ្លួនរបស់ពួកគេធ្លាប់ជាបានរកឃើញពួកគេបានប្រញាប់ប្រញាល់ទៅភ្លាមក្រុមហ៊ុនពួកគេមិនដឹងថាប្អូនស្រីរបស់ពួកគេទេកំពុងត្រូវបានគេអាម៉ាស់នៅទីនោះមិនយូរប៉ុន្មានអ្នកទាំង4នាក់បងប្អូនប្រុសសង្ហាបានមកដល់ក្រុមហ៊ុនក្នុងពេលជាមួយគ្នានេះរថយន្តប្រណីតមួយគ្រឿងបានឈប់ឪពុករបស់ពួកគេបានដើរចេញនៅខាងក្នុងក្រុមហ៊ុនអ្នកគ្រប់គ្រងនៅតែជន់លើដៃក្មេងស្រីហើយថែមទាំងតែកំភ្លៀងទៀតផងនាងម្ដងទៀតដើម្បីផ្គប់ចិត្តគម្រោងការកូនស្រីបន្ទាប់មកគាត់បានឲ្យសន្តិសុខឲ្យមកសង្កត់នាងចុះត្រៀមខ្លួនវីនាងដូចគ្នានឹងការលើកឡើងពីដំបងរបស់សម្លេងនោះបានបញ្ឈប់គាត់ពួកគេញើយមុខឡើងហើយបានឃើញអាណាព្យាបាលដ៏ឆ្នាំទាំង5របស់ក្មេងស្រីកូនស្រីដ៏មានល្បិចកលនិងអ្នកគ្រប់គ្រងគឺទីបំផុតបានបញ្ចប់